នៅក្នុងថ្ងៃទី14ខែធ្នូឆ្នាំ2025នេះពិតមែនហើយថាសង្គ្រាមបើទោះបីជាលោក Donald Trump និងលោក Anwar Ibrahim បានកំណត់ឲ្យភាគីនៃប្រទេសទាំងពីរមានការបញ្ឈប់សង្គ្រាមត្រឹមម៉ោង 10 យប់មិញនេះនៅក្នុងថ្ងៃទី13ខែធ្នូឆ្នាំ2025ដើម្បីឲ្យគោរពនៅកិច្ចព្រមព្រៀងដែលមានស្រាប់នៅកូឡាឡាំពួរក៏ប៉ុន្តែនៅក្រោយពេលដែលការដាក់អសានវិទ្យរបស់សហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីឬក៏ប្រធានអាស៊ានបដូវវេននេះមិនត្រូវបានភាគីថៃធ្វើការគោរពនៅការខុបបាញ់និងការឈ្លានពានមកលើទឹកដីកម្ពុជានោះទេនៅក្នុងចំណុចនេះក៏ធ្វើឲ្យមានមតិជាច្រើនលើកឡើងអំពីប្រសិទ្ធភាពនៃការហាមឃាត់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីចំពោះការអនុវត្តរបស់ខាងភាគីកងទ័ពរបស់ថៃថាវាគឺជារឿងមួយដែលមិនអាចទប់ស្កាត់របស់កងទ័ពថៃបានក៏ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយក៏មានមនុស្សជាច្រើននៅមានការខ្វាយខ្វល់ថាតើបើសិនជាសហរដ្ឋអាមេរិកក៏ដូចជាខាងភាគីនៃប្រទេសម៉ាឡេស៊ីដាក់អសានវិទ្យឲ្យភាគីថៃគោរពនៅបទឈប់បាញ់ឬក៏កិច្ចព្រមព្រៀងសន្តិភាពយ៉ាងណាក៏ដោយមិនព្រមបញ្ឈប់ថាតើទៅពេលខាងមុខនោះភាគីថៃនឹងប្រើប្រាស់សង្គ្រាមធំយូរអង្វែងបន្តទៅទៀតឬក៏យ៉ាងណានៅក្នុងនេះទោះបីជាគេមើលឃើញអំពីស្ថានភាពនៃការប្រើប្រាស់កំហឹងវាយប្រហារកម្ពុជាយ៉ាងកម្រោលបីប៉ុនប៉ងឈ្លានពានយកទឹកដីកម្ពុជាយ៉ាងណាក៏ដោយក៏នៅក្នុងប្រទេសថៃក៏មិនសនុកចិត្តនោះដែរបញ្ហាផ្ទៃក្នុងនៃប្រទេសថៃដោយសារតែរឿងសង្គ្រាមនេះគឺហាក់ដូចជាស្ថិតនៅក្នុងការខ្វែងគំនិតគ្នាជាច្រើនដែលអ្នកខ្លះបានលើកឡើងថាអានុទីនធ្វើនេះគឺដើម្បីដៃកងទ័ពយកសញ្ញាឆ្នោតនៅក្នុងការបោះឆ្នោតនៅពេលខាងមុខដែលភាគីផ្សេងមិនអាចមានពេលនៅក្នុងការឃោសនាដើម្បីរកសញ្ញាឆ្នោតឡែកក៏មានភាគីនៃគណៈបកប្រឆាំងរដ្ឋធំមួយក៏មិនគាំទ្រឲ្យមានការប្រើប្រាស់នៅគោលជំហរដោះស្រាយបញ្ហារឿងព្រំដែនដោយប្រើប្រាស់កម្លាំងកងទ័ពនោះទេពេលឡែកក៏មានក្រុមអ្នកវិភាគជាច្រើនរួមទាំងអ្នកសេដ្ឋកិច្ចនិងអ្នកជំនាញសង្គ្រាមនិងជំនាញលក្ខណៈអន្តរជាតិក៏បានលើកឡើងថាប្រទេសថៃនេះបីត្បិតតែប្រើប្រាស់នៅភាពកម្រោលបែបនេះក៏ដោយក៏ថៃមិនមានលទ្ធភាពនៅក្នុងការវាយដណ្ដើមយកទឹកដីកម្ពុជាឈ្នះកងទ័ពកម្ពុជានោះទេហើយសង្គ្រាមនេះក៏មិនអាចអូសបន្លាយពេលយូរអង្វែងនៅក្នុងទំហំធំធេងក្នុងទ្រង់ទ្រាយធំនោះដែរនៅក្នុងនោះក៏មានលោកកៅសាន់អតិផោដែលជាអតីតសមាជិកព្រឹទ្ធសភានៃទីក្រុងបាងកកក៏បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានរបស់កាសែតថៃស្ដីអំពីការធ្វើសង្គ្រាមជាមួយនឹងកម្ពុជាថាតើរឿងនេះថៃអាចប្រយុទ្ធឈ្នះកម្ពុជាដែរឬទេឬក៏មិនឈ្នះដោយសារកត្តាអ្វីខ្លះនៅក្នុងបញ្ហានេះក៏មានការលើកឡើងជាសំណួររបស់អ្នកសារព័ត៌មានរបស់ប្រទេសថៃដែលមានការចោទសួរថាឲ្យសារតែប្រទេសថៃនេះមានអធិបតេយ្យភាពហេតុអ្វីមិនប្រយុទ្ធជាមួយនឹងពួកគេរហូតទៅដល់ទីបញ្ចប់ទៅនៅក្នុងការឆ្លើយនៃសំណួររបស់អ្នកសារព័ត៌មាននេះអតីតសមាជិកព្រឹទ្ធសភាលោកអតិផោក៏បានធ្វើការឆ្លើយចំពោះសំណួរជាច្រើនរបស់អ្នកសារព័ត៌មានថាតើថៃត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីបាត់បង់បងប្អូនប្រុសស្រីថៃរាប់ម៉ឺននាក់នោះតើអ្នកនឹងយកលុយទៅទិញអាវុធនៅឯណាតើអាមេរិកនឹងលក់អាវុធឲ្យអ្នកដែរឬទេតើយើងមានអាវុធប្រមាណនៅក្នុងឃ្លាំងរបស់យើងសពថ្ងៃនេះតើសេដ្ឋកិច្ចរបស់យើងអាចទប់ទល់ទៅនឹងសង្គ្រាមជាមួយនឹងកម្ពុជានេះបានដែរឬទេសពថ្ងៃនេះមនុស្សជិតកន្លះលាននាក់តាមបណ្ដោយព្រំដែនកម្ពុជានិងថៃនេះត្រូវបានផ្លាស់ទីលំនៅឬក៏ហៅថាភៀសខ្លួនភៀសសឹកដោយចាកចេញពីផ្ទះនិងការងាររបស់ពួកគេអស់រយៈពេលជាច្រើនសប្តាហ៍មកនេះតើអ្នកអាចស្រមៃមើលទុក្ខវេទនាដែលពួកគេតស៊ូទ្រាំបានដែរឬទេអ្នកនៅតែគិតចង់ប្រកាសសង្គ្រាមរយៈពេលយូរដោយរបៀបណាជាមួយនឹងកម្ពុជានោះនេះគឺជាការឆ្លើយរបស់អតីតនៃសមាជិកព្រឹទ្ធសភារបស់ប្រទេសថៃនៅក្នុងនោះក៏មានការចោទចេញជាសំណួរពីអ្នកសារព័ត៌មានបន្ថែមទៀតថាតាក់ទងទៅនឹងចំនួនជាពិសេសអំពីការធានាសុវត្ថិភាពនៅតាមព្រំដែនតើការប្រយុទ្ធគ្នាបានឈានទៅដល់កម្រិតកំពូលរបស់ខ្លួនហើយឬនៅក្នុងការឆ្លើយតបចំពោះអ្នកសារព័ត៌មានលោកអធិផោក៏បានលើកឡើងថាខ្ញុំមិនប្រកាសនោះទេ
តែរបាយការណ៍ផ្ទៃក្នុងនិយាយថាវាបានឈានទៅដល់កម្រិតកំពូលរបស់ខ្លួនហើយឥឡូវនេះកាន់តែថយចុះដោយនៅសល់តែយន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាតតែប៉ុណ្ណោះដែលត្រូវធ្វើការត្រួតពិនិត្យសំណួរបានចោទសួរទៅលោកអតីតសមាជិកព្រឹទ្ធសភារបស់ថៃបន្ថែមទៀតថាអ្នកជំនាញខ្លះមានការព្រួយបារម្ភថារដ្ឋាភិបាលអនុទាននឹងព្យាយាមពន្យាពេលចំនួនដើម្បីរក្សាអំណាចឲ្យបានយូរតាមដែលអាចធ្វើទៅបានតើរឿងនេះលោកយល់យ៉ាងណាចម្លើយគឺបានលើកឡើងថានោះគឺជាការស្មានហួសហេតុពេកខ្ញុំជឿថាគ្មាននរណាម្នាក់នៅក្នុងរដ្ឋាភិបាលមានចិត្តអាក្រក់ដើម្បីអូសបន្លាយចំនួនដើម្បីរក្សាអំណាចយូរអង្វែងនោះទេបាទប្រិមិត្តនេះគឺជាការលើកឡើងរបស់លោកអធិពរដែលលោកជាសមាជិកនៃព្រឹទ្ធសភាជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសថៃហើយលោកបានហាញអំពីរបាយការណ៍សម្ងាត់ផ្ទៃក្នុងរបស់ប្រទេសថៃបានធ្វើការពិភាក្សាគ្នាហើយក៏បានចេញទម្លាយឲ្យដឹងថាសង្គ្រាមរវាងកម្ពុជានិងថៃដែលថៃបានប្រើប្រាស់នៅគ្រប់មធ្យោបាយអស់ទៅហើយមានន័យថាក្រមសារសន្តិសុខការពារជាតិរបស់ប្រទេសថៃនេះបានកំណត់សញ្ញាថាដែលកងទ័ពថៃបានវាយមកលើកម្ពុជាអស់រយៈពេល 5-6 ថ្ងៃដែលជាតង់ទី2នេះគឺបានបង្ហាញឲ្យឃើញថាគឺជាសង្គ្រាមដែលប្រើប្រាស់ដល់កម្រិតកំពូលទៅហើយដូច្នេះហើយដែលយើងពិនិត្យមើលថាតើកម្រិតកំពូលនឹងអ្វីខ្លះយើងមើលឃើញគឺកងទ័ពរបស់ប្រទេសថៃនេះគឺបានបញ្ចេញកងទ័ពរាប់ម៉ឺននាក់ដែលរួមមានទាំងកងទ័ពចំនួនវិស័យ3គឺកងទ័ពជើងគោកកងទ័ពជើងអាកាសនិងកងទ័ពជើងទឹកផងដែរប្រើប្រាស់នៅមធ្យោបាយគ្រប់បែបយ៉ាងហើយមានការពង្រាយទូទាំងព្រំដែនតែម្ដងហើយនឹងវាយព្រមគ្នាដែលជាការប្រកាសសង្គ្រាមមួយដែលមានលក្ខណៈទំហំធំធេងមែនទែនដែលក្នុងនោះគឺសូម្បីតែនៅតំបន់ព្រំដែនសមុទ្រក៏ខាងកងទ័ពជើងទឹករបស់ប្រទេសថៃនេះក៏ប្រើប្រាស់នៅកម្លាំងរបស់ខ្លួនផងដែរដោយរហូតទៅដល់មានការបាញ់ចេញពីនាវារបស់ខ្លួនដល់ទៅ20គ្រាប់ទៅកាន់ទឹកដីនៃប្រទេសកម្ពុជាឬក៏កោះមួយហៅថាកោះយ៉នោះនេះគឺជាសញ្ញាបង្ហាញឲ្យឃើញថាកងទ័ពរបស់ថៃនេះបានប្រើប្រាស់នៅកម្លាំងពីលទ្ធភាពឬក៏ដល់កម្រិតកំពូលទៅហើយនេះបើយោងទៅតាមការលើកឡើងរបស់អតីតសមាជិកព្រឹទ្ធសភាប្រចាំទីក្រុងបាងកកគឺលោកកៅសាន់អធិពរដែលលោកបានលើកបញ្ជាក់បែបនេះគឺមានន័យថាបើសិនជាកងទ័ពថៃប្រើទាំងយន្តហោះចម្បាំងប្រើទាំងកំភ្លើងគាំទ្រធំរថក្រោះរថពាសដែកហើយនឹងកងទ័ពថ្មើរជើងរួមទាំងនាវាចម្បាំងរបស់ប្រទេសថៃរួចទៅហើយក៏ប៉ុន្តែបើមើលលទ្ធភាពគឺมันអាចវាយរុញច្រានកងទ័ពកម្ពុជាចេញបាននោះទេគឺមានតែបាត់បង់នៅទីតាំងចាស់ដែលខ្លួនបានធ្លាប់ឈរជើងឈ្លានពានបានពីពេលកន្លងមកនោះគឺនេះគឺជាការបញ្ជាក់អំពីបញ្ហាសង្គ្រាមដែលលេចចេញអំពីបញ្ហាផ្ទៃក្នុងដែលលោកអធិពរបានលើកឡើងថាមិនមែនលោកចេះតែនិយាយទេគឺមានន័យថាជារបាយការណ៍ព័ត៌មានចេញពីផ្ទៃក្នុងរបស់ប្រទេសថៃមកវិញដែលគាត់ត្រូវតែនិយាយអំពីបញ្ហានេះនៅក្នុងអ្វីដែលហៅថាសង្គ្រាមទ្រង់ទ្រាយធំនេះលោកបានលើកឡើងថាបើសិនជាប្រើប្រាស់រយៈពេលយូរតទៅទៀតសំណួរចោទសួរថាតើនៅក្នុងឃ្លាំងរបស់ប្រទេសថៃនេះមានសពាវុធឬក៏គ្រាប់រំសេវនឹងគ្រប់គ្រាន់ដើម្បីប្រើប្រាស់នៅក្នុងរយៈពេលយូរបានដែរឬទេនេះក៏គាត់ចោទសួរជាសំណួរហើយក៏ជារបាយការណ៍ផ្ទៃក្នុងអំពីខាងកងទ័ពថៃចេញមកឲ្យគាត់បានដឹងផងដែរនេះគឺជាការលើកឡើងមួយបង្ហាញឲ្យឃើញថាជាសញ្ញានៃហានិភ័យមួយដែលកងទ័ពថៃពិតជាមិនអាចធ្វើនៅសង្គ្រាមទ្រង់ទ្រាយធំហើយរយៈពេលយូរបាននោះតទៅទៀតទេតានៃប្រភពសំខាន់មួយទៀតដែលជំរុញឲ្យកងទ័ពថៃមិនអាចប្រើប្រាស់នៅសង្គ្រាមយូរបន្តទៅទៀតហើយទ្រង់ទ្រាយធំបន្តទៅទៀតនោះគឺបើសិនជាខ្វះនៅគ្រាប់ឬក៏សពាវុធផ្សេងតើយកមកពីណានេះជាសំណួរដែលគាត់បានចោទសួរឲ្យបន្ថែមថាតើអាមេរិកលក់នៅសពាវុធឲ្យដែរឬទេជាពិសេសនៅក្នុងគណៈពេលដែលអាមេរិកធ្វើការហាមឃាត់ថៃមិនឲ្យប្រើប្រាស់នៅសង្គ្រាមនេះទៅហើយ
ក៏ប៉ុន្តែថៃខ្លួនឯងនេះគឺជាការរំលោភបំពាននៅបំរាមរបស់សហរដ្ឋអាមេរិកជាពិសេសលោកប្រធានាធិបតី Donald Trump រួចទៅហើយនោះអញ្ចឹងតើប្រភពនៃគ្រាប់ភ្លើងសពាវុធបានមកពីណានេះគឺជាការចោទសួរបើសិនជាសហរដ្ឋអាមេរិកមិនបានលក់សពាវុធទាំងអស់នោះឲ្យទៅខាងប្រទេសថៃយើងដឹងហើយថានៅក្នុងប្រភពនៃសពាវុធរបស់ប្រទេសថៃនេះមិនមែនតែសហរដ្ឋអាមេរិកទេក៏ប៉ុន្តែបើយើងពិនិត្យទៅលើសពាវុធដែលប្រើប្រាស់កន្លងមកនេះគឺភាគច្រើនបំផុតគឺបានទិញពីសហរដ្ឋអាមេរិករួមទាំងសពាវុធអាវុធធុនស្រាលដូចជាប្រភេទ M16 អីជាដើមដែលកាន់ឲ្យកងទ័ពថ្មើរជើងប្រភេទរថក្រោះឬក៏កាំភ្លើងធំជាដើមនិងប្រភេទនៃយន្តហោះចម្បាំងគឺភាគច្រើនបានមកពីសហរដ្ឋអាមេរិកហើយក៏យើងឃើញផងដែរក៏មានតិចតួចមកពីបណ្ដាប្រទេសផ្សេងហើយក្នុងនោះក៏មានពីប្រទេសចិនដែរសំណួរខ្លះបានចោទសួរថាបើសិនជាសហរដ្ឋអាមេរិកមិនលក់ឲ្យតើចិនអាចលក់ឲ្យឬក៏ជំនួយឲ្យទៅប្រទេសថៃដែរឬទេនៅក្នុងចំណុចនេះគឺយើងបានឃើញហើយថាប្រទេសចិនបានបញ្ជាក់នៅចំហតាំងពីដើមទីរួចមកហើយគឺមានន័យថាចិនមិនមានការជួយសូម្បីតែជាមួយនឹងភាគីកម្ពុជាដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធយ៉ាងណាក៏ដោយក៏ចិនមិនបានផ្ដល់នៅសពាវុធឬក៏អាវុធថ្មីនៅក្នុងពេលសង្គ្រាមនោះឲ្យមកភាគីកម្ពុជាទេអញ្ចឹងទេថាតើក្តីសង្ឃឹមរបស់ភាគីនៃប្រទេសថៃនឹងសង្ឃឹមចំពោះអាវុធដែលចិនឲ្យទៅប្រទេសថៃដែរឬទេពិតមែនហើយថាកន្លងមកនេះមានស្ដេចរបស់ថៃបានយាងទៅកាន់ទីក្រុងប៉េកាំងជួបជាមួយនឹងលោកស៊ីជីនពីនប៉ុន្តែតាក់ទិនទៅនឹងរឿងកិច្ចព្រមព្រៀងរឿងខ្សឹបខ្សៀវអីគ្នាយ៉ាងម៉េចដើម្បីជំរុញសង្គ្រាមនេះគឺមិនឃើញលេចចេញជាព័ត៌មានថាតើចិននឹងចេញសកម្មភាពយ៉ាងណាមានសមានចិត្តជាមួយនឹងប្រទេសថៃឬក៏យ៉ាងណានោះគឺមិនមានលេចចេញព័ត៌មាននោះទេហើយគេជឿជាក់ថាចិនក៏មិនមានផលប្រយោជន៍ណាដើម្បីផ្ដល់នៅអាវុធឲ្យទៅប្រទេសថៃនៅក្នុងកលៈទេសៈដែលកំពុងតែមានសង្គ្រាមនេះដែរគឺមានន័យថាកាលដែលស្ដេចរបស់ថៃបានទៅជួបជាមួយនឹងប្រធានាធិបតីប្រទេសចិននោះគឺក្រៅអំពីការប្រកាសថាជួយទិញអង្គប្រមាណជា 50,000 តោននោះវាគ្រាន់តែជាបែបបទនៃពាណិជ្ជកម្មឬក៏ការគូសំមួយដើម្បីកុំឲ្យថាទៅហើយវាមិនបានជាដុំកំភួនអីតទៅសោះព្រោះថានៅក្នុងពេលដែលជួបជាមួយនឹងព្រះមហាក្សត្ររបស់ថៃនេះគឺមិនមានកិច្ចព្រមព្រៀងណាមួយយកជាការឬក៏មិនមានតលតែសោះណាមួយតាក់ទិនទៅនឹងបញ្ហាសង្គ្រាមជាមួយនឹងភាគីកម្ពុជានោះទេនេះគឺជាការមួយដែលមិនមានព័ត៌មានលេចធ្លាយអំពីការផ្ដល់ជំនួយសពាវុធណាពីប្រទេសចិនទៅកាន់ប្រទេសថៃនោះដែរដូច្នេះហើយអ្វីដែលជាការទម្លាយឲ្យដឹងនៃផ្ទៃក្នុងរបស់ប្រទេសថៃតាមរយៈនៃការលើកឡើងរបស់លោកកៅសាន់អធិពលនេះគឺពិតណាស់ហើយថាប្រទេសថៃនេះនឹងមានស្ថានភាពទាល់ច្រកអំពីសពាវុធអំពីគ្រឿងចម្បាំងផ្សេងៗដែលនឹងអាចប្រាស់នៅក្នុងលក្ខណៈសង្គ្រាមយូរអង្វែងនោះគឺមិនមានប្រភពច្បាស់ការនោះទេពាក់ព័ន្ធជាមួយនឹងអ្វីដែលជាប្រភពបង្កើននៅឥទ្ធិពលសម្រាប់ធ្វើសង្គ្រាមប្រទេសថៃជាមួយនឹងកម្ពុជានោះគឺលោកអធិពលបានលើកឡើងថាកលេចមើលសេដ្ឋកិច្ចរបស់ប្រទេសថៃថាតើអាចនឹងទប់ទល់ជាមួយនឹងសង្គ្រាមបានដែរឬទេគាត់បានចោទសួរគឺគាត់មិនចង់និយាយអំពីភាពចុះខ្សោយកាន់តែខ្លាំងនៃសេដ្ឋកិច្ចរបស់ប្រទេសថៃនោះដែរពាក់ព័ន្ធជាមួយនឹងរឿងប្រជាជនដែលមានចិត្តកន្លះលានអ្នកប្រជាជនថៃដែលនៅតាមខ្សែបន្ទាត់ព្រំដែនដែលរត់រប៉ាត់រប៉ាយភៀសប្រកាយចេញពីកន្លែងចម្បាំងនោះសំណួរចោទសួរថាតើទុក្ខវេទនារបស់ពួកគាត់យ៉ាងម៉េចខ្លះជីវភាពសេដ្ឋកិច្ចនិងការងាររបស់គាត់គិតយ៉ាងម៉េចអាចបន្តយ៉ាងម៉េចហើយរដ្ឋាភិបាលនឹងបានជួយអ្វីខ្លះទៅដល់ភាគីដែលរងគ្រោះក្នុងនោះគឺសូម្បីតែប្រជាជនដែលរងគ្រោះទៅដោយគ្រោះធម្មជាតិកន្លងមកនេះក៏មិនមានអ្វីដែលត្រូវបានរដ្ឋាភិបាលគិតគូរឲ្យបាននោះទេគឺជាភាពបរាជ័យមួយរបស់រដ្ឋាភិបាលនៃប្រទេសថៃដូច្នេះនេះគឺជាជ្រុងមួយនៃការលើកឡើងពីលោកអតីតសមាជិកព្រឹទ្ធសភារបស់ប្រទេសថៃដែលលោកទទួលព័ត៌មានពីផ្ទៃក្នុងនៅក្នុងប្រទេសថៃហើយយើងក៏សូមរំលឹកឡើងវិញផងដែរថាក៏មានព័ត៌មានចេញពីក្រមប្រឹក្សាការពារជាតិរបស់ប្រទេសថៃកន្លងមកមុនពីដែលកើតនៅសង្គ្រាម6ថ្ងៃនៅក្នុងតង់ទី2នេះក៏មានការលើកឡើងផងដែរថា
ក្រមប្រឹក្សាជាតិនេះបានបញ្ជាក់ឲ្យថាខាងក្រសួងការពារជាតិរបស់ប្រទេសថៃឬក៏កងទ័ពថៃនេះគឺពិតជាមិនអាចប្រើប្រាស់កម្លាំងសង្គ្រាមបានទេពីព្រោះថាពិនិត្យទៅលើការចំណាយនៅក្នុងសង្គ្រាមគឺក្នុងមួយថ្ងៃខណៈពេលដែលកើតសង្គ្រាមគឺប្រើប្រាស់នៅទឹកលុយដល់ទៅ$300 លានទៅហើយសម្រាប់ព្រាមហើយបើសិនជាប្រើប្រាស់ក្នុងរយៈពេលយូរគឺត្រូវការចំណាយសម្បើមមែនទែនហើយសំណួរចោទសួរថាតើបានលុយមកពីណានៅក្នុងគណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងតែដាំក្បាលចុះយ៉ាងខ្លាំងហើយព័ន្ធជាមួយនឹងរឿងការចំណាយទាំងអស់នេះតើអ្នកណាទទួលខុសត្រូវពីព្រោះថាបច្ចុប្បន្ននេះសភារបស់ប្រទេសថៃនេះបានរំលាយអស់ទៅហើយរដ្ឋាភិបាលសុទ្ធតែជារដ្ឋាភិបាលផ្ដោះអាសន្នឬក៏រដ្ឋាភិបាលចាំផ្ទះតែប៉ុណ្ណោះអញ្ចឹងរឿងលុយរឿងកាក់អ្នកទទួលខុសត្រូវអ្នកចេញដើម្បីចំណាយធ្វើសង្គ្រាមនេះគឺសុទ្ធតែជារឿងមួយដែលមិនអាចទៅរួចនោះទេអញ្ចឹងសំណួរខ្លះចោទសួរថាបើសិនជាការលើកឡើងរបស់លោកអធិពលឬក៏ការវិភាគផ្សេងអំពីភាពផុយស្រួយឬក៏គេហៅហានិភ័យផ្ទៃក្នុងរបស់ប្រទេសថៃបែបនេះហេតុអីបានជាក្រោយពេលនៃការបត់ឈប់បាញ់ដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏ដូចជាលោកដូណាល់ត្រាំបានដាក់អសានវិទ្យាម៉ោង 10 យប់មិញគឺថ្ងៃទី13ខែធ្នូឆ្នាំ2025នេះហេតុអីក៏ក្រោយរំលងតែប្រមាណម៉ោងកងទ័ពថៃវាយកាន់តែសន្ធោសន្ធៅឡើងចំណុចនេះពិតមែនហើយថាដោយអ្វីដែលលោកអធិពលលើកមិនច្រឡំនោះទេពីព្រោះថាទោះបីជាអាចនឹងមានការប្រឈមធ្ងន់ធ្ងរនៅក្នុងពេលខាងមុខទៅលើសេដ្ឋកិច្ចទៅលើវិបត្តិផ្សេងនៅក្នុងប្រទេសថៃយ៉ាងណាក៏ដោយក៏មានន័យថាក្នុងរយៈពេលចន្លោះនៃអសានវិទ្យាគឺរយៈពេលខ្លីគឺថៃអាចនឹងនៅប្រើប្រាស់ទៅលើទុនដែលមានបន្សល់ទុកពីមុនមកតែប៉ុណ្ណោះហើយបើសិនជានឹងធ្វើការប្រើប្រាស់សង្គ្រាមទ្រង់ទ្រាយធំជាងនេះពិតណាស់ថាវាអាចនឹងប្រឈមទៅនឹងអ្វីដែលជាការឥតប្រយោជន៍ដែលលោកអធិពលបានហៅថាជាសង្គ្រាមមួយដែលមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីផ្ដាល់ទៅលើអត្ថប្រយោជន៍នៅក្នុងសង្គ្រាមនៅក្នុងការវាយសង្គ្រាមជាមួយនឹងប្រទេសកម្ពុជានោះទេនេះគឺជាការលើកឡើងរបស់លោកថាឥឡូវនេះរົບសេចក្តីមកគឺកម្លាំងកងទ័ពរបស់ប្រទេសថៃបានប្រើប្រាស់កម្រិតនៃសង្គ្រាមដល់កំពូលខ្ពស់រួចទៅហើយការលើកឡើងនេះគឺមិនមែនលោកអធិពលលោកលើកឡើងដោយខ្លួនឯងទេដោយលោកលើកឡើងថាដោយសារតែលោកទទួលបានព័ត៌មានពីផ្ទៃក្នុងនៃក្រមប្រឹក្សាការពារជាតិរបស់ប្រទេសថៃនោះឯង